សម្រាប់បងប្អូនណាដែលគាត់អត់ចូលចិត្តញ៉ាំស្ងោរម្រះដូចនាងខ្ញុំអាចមកសាកវិធីនេះបានគឺស្ងោរតឡាចញាត់ជាមួយសាច់ជ្រូករបៀបធ្វើយើងធ្វើដូចស្ងោរម្រះចឹងពុកម៉ែបងប្អូនគ្រាន់តែថាស្ងោរតឡាចនេះនាងខ្ញុំអត់ដាក់ជាមួយនឹងមីសួរទេគឺយើងដាក់តែសាច់ជ្រូកចិញ្ច្រាំទេសម្រាប់សាច់ជ្រូកគឺយើងត្រូវការចិញ្ច្រាំវាឲ្យរៀងម៉ត់បន្តិចហើយពុកម៉ែបងប្អូនបើមានម៉ាស៊ីនកិនសាច់អីបងប្អូនយកទៅកិនក៏បានដែរជ្រូកដែលយើងជ្រើសរើសយកមកស្ងោរហ្នឹងគឺយើងយកសាច់3ជាន់មកបងប្អូនតែបើសិនជាបងប្អូនអត់ត្រូវការរបៀបខ្លាញ់ច្រើនបងប្អូនយកសាច់កន្លែងណាក៏បានដែរគ្រាន់ថាយើងយកសាច់3ជាន់វាមានលីខ្លាញ់លីស្បែកអញ្ចឹងស្ងោរទៅវាញ៉ាំទៅឆ្ងាញ់គ្រឿងដែលខ្ញុំច្បល់ជាមួយនឹងសាច់ហ្នឹងមានដូចជាប៊ីចេងស្ករសម្សៅខ្នុរម្រេចជាមួយនឹងហេប៊ីយឺហ៊ឺពុកម៉ែបងប្អូនសម្រាប់ហេប៊ីយឺហ៊ឺហ្នឹងគឺនាងខ្ញុំត្រាំទឹកវាលាងទឹកវាអីមកស្អាតហើយយើងហាន់វាដាក់ចូលជាមួយនឹងសាច់ដែលយើងត្រូវញាត់ជាមួយម្រះហ្នឹងមកភ្លេចបងប្អូនកុំភ្លេចច្រាំខ្ទឹមសដាក់ជាមួយសាច់ហ្នឹងផងណាមិញហ្នឹងនាងខ្ញុំភ្លេចប្រាប់ពេលដែលនាងខ្ញុំកូរសាច់ជាមួយគ្រឿងអីចូលជាតិគ្នាអស់ហើយនាងខ្ញុំយកសាច់ជ្រូកហ្នឹងមកញាត់ជាមួយនឹងតឡាចសម្រាប់តឡាចគឺយើងចិតវាបែបហ្នឹងមកពុកម៉ែបងប្អូនយើងពុះវាជាកង់អញ្ចឹងហើយយើងខុងអាក្របកដាលវាហ្នឹងចេញទៅយើងញាត់សាច់ជ្រូករបស់យើងហ្នឹងចូលទៅក្នុងហ្នឹងបានល្អមានអីពុកម៉ែបងប្អូនធ្លាប់តែស្ងោររបៀបថាកាត់ជាកង់ហើយដាក់សាច់ជ្រូកចូលធម្មតាដល់តែពេលយើងយកមកញាត់ចូលជាមួយតឡាចចេះមើលមកតំណងហើយគួរឲ្យចង់ញ៉ាំតែម្ដងប្រាប់តឡាចនេះគឺនាងខ្ញុំស្ងោរទាំងអស់3បងប្អូនប៉ុន្តែ3តឡាចហ្នឹងគឺទូចទេអត់ធំប្រហែលទេហើយវីដេអូនេះគឺនាងខ្ញុំរៀងកាត់តិចហើយងាកមកមើលការដាំទឹកស្ងោររបស់ខ្ញុំវិញពេលដែលទឹកខ្ញុំពុះគឺខ្ញុំបង់តឡាចជាមួយសាច់ហ្នឹងចូលព្រមគ្នាតែម្ដងយើងដាក់ម្ដងមួយឲ្យអស់តឡាចរបស់យើងអញ្ចឹងមកពុកម៉ែបងប្អូនដោយសារខ្ញុំអត់ចាក់ចូលទាំងអស់ទេខ្ញុំខ្លាចជ្រុះសាច់ចេញពីតឡាចរបស់យើងគឺនាងខ្ញុំដាក់ម្ដងមួយហើយសាច់ដែលនាងខ្ញុំញាត់សល់ហ្នឹងគឺនាងខ្ញុំមូវាជាដុំហើយដាក់ចូលតាមក្រោយដែរសម្រាប់សាច់ហ្នឹងពុកម៉ែបងប្អូនយើងមូជាលក្ខណៈដូចប្រហិតអញ្ចឹងបើសិនជាយើងខ្ជិលយើងដាក់ទាំងមូក៏បានដែរតែនាងខ្ញុំដាក់ចូលហើយទឹករៀងពុះតិចនាងខ្ញុំថែមគ្រឿងរបស់យើងចូលតិចទៀតពុកម៉ែបងប្អូនទឹកត្រីបន្តិចស្ករសប៊ីចេងម្សៅខ្នុរយើងចូលតិចទៀតមកព្រោះសាច់របស់យើងហ្នឹងគឺយើងដាក់គ្រឿងឲ្យមកតង់ហើយអញ្ចឹងតើកាលណាយើងដាក់ច្រើនពេកវាអាចទៅជារៀងប្រៃឬមួយក៏គ្រឿងណាមួយដិតវាអត់ឆ្ងាញ់ណានាងខ្ញុំអត់ហ៊ានដាក់តឡាចូលមួយទេខ្លាចជ្រុះសាច់ឥឡូវពេលដែលស្ងោរមកជ្រុះសាច់ចេញដដែលអាដុំខ្លះអត់ជ្រុះទេដុំខ្លះយើងញាត់ទៅវាអត់បានណែនណាអញ្ចឹងទឹកពុះមកវាបុកអាសាច់ហ្នឹងចេញមកពីក្នុងតឡាចវិញតឡាចហ្នឹងយើងរៀងមួយងាន់តិចណាបងប្អូនដោយសារវីដេអូគឺខ្ញុំធ្វើរៀងកាត់ទេអញ្ចឹងពេលដែលតឡាចយើងជាមួយសាច់អីឆ្អិនភ្លក់រសជាតិដែលយើងចង់បានអីហើយអស់ចុងក្រោយគេហ្នឹងគឺខ្ទឹមជាមួយម្ទេសហ្នឹងឯងយើងដាក់មកដើម្បីឲ្យឈ្ងុយទឹកស្លបន្ទាប់មកគឺនាងខ្ញុំបិទភ្លើងហើយស្ងោរតឡាចរបស់យើងគឺមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនវាកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាហើយបើនិយាយពីខែក្តៅអញ្ចេះវិញញ៉ាំស្ងោរតឡាចគឺល្អខ្លាំងមែនតើ